បាទសួស្តីវីដេអូនេះខ្ញុំចង់ណែនាំពីដុំឧបករណ៍ router Wi-Fi ប្រភេទអង់តែន6ដែកណាបាទនេះគឺ support speed ដល់1200 មេហើយក៏មាន support 4G និង 5G ដែរវានេះគឺវាមានកន្លែងយើងចាប់អង់តែនបាទកន្លែងនេះគឺវាបញ្ជាក់មាន 4G មាន 5G ណាបាទហើយអង់តែននេះគឺមាន6អង់តែនមកមួយប្រអប់របស់វាតែម្ដងបាទនេះគឺយើងរបៀបយើងចាប់ចូលហ្នឹងយើងមើលកន្លែងគេដាក់បង់លេខនៅហ្នឹងហើយយើងចាប់មួយត្រូវជាមួយនឹងកន្លែងលេខរបស់វានៅក្នុងលើឧបករណ៍ហ្នឹងអញ្ចឹងណាបាទអញ្ចឹងយើងមើលតាមហ្នឹងឲ្យត្រូវតាមលេខគេបង់មក 2.4G 4G ឬក៏ 5.8G អញ្ចឹងទៅបាទយើងមួយត្រូវអានេះបើយើងប្រើអង្គតាម6របស់វាយើងត្រូវមួយត្រូវតាមហ្នឹងណាពេលបាទខុសក៏វាអត់សូវដើរ smooth ដែរចឹងតមួយត្រូវបានវា smooth ណាបាទចឹងយើងមួយត្រូវតាមហ្នឹងមកបាទចឹងយើងស្រីឲ្យស្រួល4នោះបាទហើយកន្លែងនេះគឺកន្លែងយើងត្រូវមើលវាមានលេខរបស់វាណាបាទហើយកន្លែងនេះគឺកន្លែងឈ្មោះ Wi-Fi លេខកូដក៏ដូចជា password នេះគឺបិទនៅក្រោយហ្នឹងបាទនេះគឺជាឆ្នាំងសាកសម្រាប់យើងប្រើដល់ភ្លើងយើងប្រើឆ្នាំងសាកហ្នឹងមកហើយកន្លែងនេះគឺកន្លែងដល់ខ្សែ network គេមានខ្សែ network មកមួយហើយយើងមាន free ខ្សែ USB សម្រាប់ប្រើ power bank ហើយមាន free អង់តែន outdoor 3 ម៉ែត្រជូនមួយដែរបាទនេះជាឈុតដែលយើងរៀបចំជូនបាទនេះកន្លែងយើងមកដាក់យើងគ្រាន់តែដកអង់តែនវា 4G មួយចេញមកយើងអាចចាប់មកអង់តែន 4G វែង3ម៉ែត្រនេះចូលមកវិញទៅនោះថតឲ្យយើងចង់លើកវាទៅក្រៅទៅអីដាក់ទៅខាងមុខខាងអីចឹងណាបើផ្ទះយើង extern សេវាអញ្ចឹងយើងដាក់ទៅចឹងបានឲ្យវាចាប់សេវាពីក្រៅបាទហើយប្រភេទនេះគឺយើងមានជាអង់តែនខាងក្រៅដែរជាប្រភេទ outdoor ខ្សែវារហូតដល់10ម៉ែត្រសម្រាប់កន្លែងដែលខ្សោយខ្លាំងបានតែយើងអាចលើកទៅលើដាក់លើដបូលលើអីបានយើងដកកន្លែងអង់តែន 4G ចេញមកហើយយើងបងអង់តែនវែង 4G នឹងចូលមកអាខ្សែ10ម៉ែត្រហ្នឹងបាទហើយនេះយើងអាចដាក់លើដបូលដាក់ក្រៅផ្ទះដែរបានណាបាទយើងដាក់សម្រាប់ដាក់កន្លែងខ្សោយខ្លាំងយើងអាចថែមប្រភេទនេះក៏បានដែរថែមអង់តែនថែមណាបាទចំណុចកន្លែងនេះវិញគឺយើងកន្លែងយើងដាក់ zip បាទដោតចូលកន្លែងហ្នឹងមកប្រើ zip ធំហើយនេះយើងប្រើជាមួយខ្សែ USB ដែលខាងនោះ free ជូនហ្នឹងយើងអាចប្រើជាមួយនឹង power bank បានដែរបាទគឺដាក់ power bank ដើរបានជាឧទាហរណ៍ថាយើងអត់មានភ្លើងឬក៏ទៅទីតាំងណាឆ្ងាយអត់មានភ្លើងយើងអាចប្រើជាមួយ power bank ជំនួសបានបាទហើយបើយើងដល់ភ្លើងក៏បានបាទនេះចុចរបស់វាណាបាទអញ្ចឹងយើងចាប់ Wi-Fi មកឥឡូវនេះយើងតេស្តតាមលបងមើលបាទយើងមើលឈ្មោះ Wi-Fi លេខកូដនៅខាងក្រោយម៉ាស៊ីនរបស់យើងណាបាទយើងវាយតាមនឹងឲ្យត្រូវមក username password លេខកូដនៅខាងក្រោយហ្នឹងបាទយើងវាយឲ្យត្រូវហើយយើង login ចូលបានលេងបានហើយបាទអញ្ចឹងយើងពេលដែលចូលហើយយើងអាចលេងអីបានហើយយើងមើលភ្លើងមើលសេវានៅលើហ្នឹងបាទឥឡូវ connected ទេបាទអញ្ចឹងយើងសាកជាមួយនឹង YouTube ផ្ទាល់អូខេឥឡូវពូចាប់ប្រើទី2ពូមានការគួរចិត្តខ្លាំងដោយពីខាងនេះប្រឆាំងដល់នេះអញ្ចឹងមកន័យថាគាត់បានចំណាយលុយកាច្រើនដើម្បីចង់ពូសានឡើងហើយធ្វើឲ្យវាជាទីឯកជនតែក៏វាមានជាការចំណាយមួយធំដែរសម្រាប់ជំនាញពូបាទចំពោះឈុតហ្នឹងគឺយើងមានជា set បាទជា set ចង់បានឈុតពីណាក៏បានដែរតម្លៃទៅតាមយើងយកថែមអង្តែនឬក៏អត់ឬក៏យកអង្តែន free អញ្ចឹងណាអរគុណ